ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនអត់ទាន់ស្គាល់ខ្ញុំទេខ្ញុំបាទឈ្មោះធីរ៉ាជាអ្នកជួយសង្គ្រោះសត្វអនាថាដែលមាន page ឈ្មោះថា Stray Animal Rescue ឥឡូវនេះគឺខ្ញុំចង់មកអាប់ដេតពីកូនដែលដេកស្រែកដោយការជឿចាប់ដែលយើងបានជួយសង្គ្រោះយប់មិញនេះអញ្ចឹងឥឡូវនេះគឺខ្ញុំប្រាប់ពីអ្វីដែលបានកើតឡើងនៅអ្វីដែលយើងបានធ្វើយប់មិញសម្រាប់គាត់គឺយប់មិញគឺយើងបានតែឈាមមើលហើយក៏បានតេស្តជំងឺឆ្លងដែរគឺគាត់មានជំងឺឆ្លងទេប៉ុន្តែគាត់មានជំងឺកូរុនដង្កែក្នុងកម្រិតមួយដែលធ្ងន់ធ្ងរដែលបញ្ហាហ្នឹងវាបង្កដោយចៃតុកែហ្នឹងបងប្អូនហើយទី2គឺយើងឃើញមានលបួសនៅលើខ្លួនរបស់គាត់មានដូចជាការដាច់សាច់ដោះតែម្ដងបងប្អូនគឺមានពីរកន្លែងដែលដាច់ប៉ាត់តែម្ដងហើយមានកន្លែងធ្លុះខ្លះអញ្ចឹងមានកន្លែងកាយះអញ្ចឹងអាចកាត់សម្គាល់ថាប្រហែលជាអញត្រូវបានឡានបុកប៉ើងឬក៏តែរបៀបថាបុកទៅខ្ទាតទៅបងប្អូនប៉ុន្តែយើងស្ទាបមើលទៅលើឆ្អឹងគឺអត់មានការបាក់អីទេហើយទី3យើងឃើញថាពោះគាត់ប៉ោងខ្លាំងហើយមាត់ស្បូនគាត់បើកអញ្ចឹងយើងស្ទាបទៅវាហាក់បីដូចជាគាត់កំពុងតែមានកូនប៉ុន្តែយើងអត់ទាន់ប្រកាសប្រហែលទេថ្ងៃនេះគឺយើងបានអេកូគាត់ហើយខ្ញុំនឹងដាក់ឲ្យបងប្អូនមើលដែរបន្ទាប់ពីយើងបានអេកូគាត់យើងឃើញកាន់តែច្បាស់ឃើញច្បាស់តែម្ដងគឺគាត់កំពុងតែមានកូនហើយកូននៅក្នុងពោះនេះវាអាចប្រហែលជារយៈពេល1ខែតិចតួចដែរហើយចំនួនកូនវាអាចប្រហែលជា2ទៅ3កូនឡើងទៅបងប្អូនអញមើលបានវាមានកូនទាំងគាត់សារភាពបែបនេះវាអាណធំខ្លាំងបងប្អូនហើយសម្រាប់ការព្យាបាលបងប្អូនសម្រាប់ការព្យាបាលមុនដំបូងខ្ញុំគិតថាប្រហែលជាយើងមាន3ជម្រើសប៉ុន្តែក៏យើងអាចនៅតែជ្រើសរើសជម្រើសទី1ប៉ុន្តែគិតយូរទៅគឺនៅតែមិនមានជម្រើសដដែលបងប្អូនអញ្ចឹងខ្ញុំប្រាប់បងប្អូនសម្រាប់3ជម្រើសដំបូងជម្រើសទី1បើសិនជាយើងចង់ជួយមេគឺយើងបន្តព្យាបាលគាត់នៃជំងឺគ្រុនដង្កែរបស់គាត់ហ្នឹងណាព្យាបាលប៉ុន្តែខណៈគាត់កំពុងមានកូននេះថ្នាំដែលយើងព្យាបាលហ្នឹងគឺនឹងអាចនឹងមានបង្កទៅបញ្ហាទៅដល់កូនប៉ុន្តែបើសិនជាយើងជំរើសទី2យើងចង់ទុកកូនហ្នឹងយើងចង់ជួយកូនហ្នឹងដែរចាំកូននឹងកើតហើយចាំព្យាបាលមេគឺមេនឹងទៅហើយបងប្អូនព្រោះមេគាត់កំពុងតែធ្ងន់ធ្ងរខ្លាំងណាស់បងប្អូនអញ្ចឹងយើងមិនអាចទុកកូនទេព្រោះអីទុកកូនវាអាចនឹងស្លាប់ទាំងមេទាំងកូនតែម្ដងបងប្អូនហើយដែលវាប៉ះពាល់ដល់កូននៅពេលយើងប្រើថ្នាំហ្នឹងវាអាចបង្កឲ្យកូនហ្នឹងអាលូតឬក៏វាអាចនឹងស្លាប់នៅក្នុងពោះប៉ុន្តែបើសិនជាអាលូតវាអាចនឹងល្អជាងបើសិនជាស្លាប់ក្នុងពោះយើងត្រូវវះកាត់ដើម្បីយកកូននឹងចេញហើយទី3បាទហ្នឹងហើយទី3ជំរើសទី3ខ្ញុំអាចគិតជំរើសទី3ខ្ញុំគិតបែបចេះខ្ញុំឧទាហរណ៍ណាបងប្អូនខ្ញុំសម័យមើលទេឧទាហរណ៍ថាយើងព្យាបាលគាត់ប្រើថ្នាំកូនគាត់រស់នៅក្នុងពោះដដែលគាត់អត់ស្លាប់ទេប៉ុន្តែគាត់កើតមកមានការខុសប្រក្រតីឬក៏ខ្វះកាយសម្បទាណាមួយខ្ញុំក៏បានភាសាមួយពេទ្យដែរតែវាមានអាចនឹងមានករណីចឹងកើតឡើងដែរអត់តែប៉ុន្តែភាគច្រើនគឺមិនមានករណីបែបនេះទេភាគច្រើនអាចនឹងរលូតហើយនឹងស្លាប់កូនស្លាប់នៅក្នុងពោះចឹងបងប្អូនអញ្ចឹងបូកសរុបទាំងអស់គឺខ្ញុំអត់សុំយោបល់ពីបងប្អូនទេដោយសារតែខ្ញុំសម្រេចចិត្តហើយដោយសារអីយើងអត់អាចជួយទាំងមេជួយទាំងកូនបានទេអញ្ចឹងយើងបដោតទៅលើមេសិនយើងបដោតទៅលើមេយើងជួយមេសិនបើសិនជាកូនគាត់ទូចនៅក្នុងពោះហ្នឹងគាត់មានកសោផលបន់គាត់អាចមិនមានគ្រោះថ្នាក់ទេក៏ល្អតែបើសិនជាមានការរលូតបើសិនជាមានការរលូតគឺវាល្អជាងដោយសារតែបើសិនជាស្លាប់ក្នុងពោះគឺយើងត្រូវវះហើយគឺយើងត្រូវវះដើម្បីយកកូននឹងចេញហើយបើសិនជាវះហើយគឺយើងនឹងខៀវតែម្ដងបងប្អូនតែគាត់នឹងវាគ្រោះថ្នាក់ដែរដ
ដោយសារតែគាត់កំពុងខ្សោយខ្លាំងហើយបើសិនជាគាត់ត្រូវវះមែនក៏យើងត្រូវត្រៀមចិត្តមកដែរដោយសារតែគាត់កំពុងខ្សោយហើយយើងត្រូវវះបាត់តាន់អត់អាចទុកបានទេបើសិនជាទុកនៅតែគាត់ស្លាប់ទៅដែរអញ្ចឹងករណីនេះវារឿងស្មុគស្មាញមែនតែខ្ញុំពិបាកវិចារណាមែនខ្ញុំគិតខ្ញុំស្មុគស្មាញទៅលើគណៈនេះគាត់ប៉ុន្តែឥឡូវនេះខ្ញុំសម្រេចចិត្តច្បាស់ហើយបងប្អូនគឺខ្ញុំយកជំរើសទី1ខ្ញុំបដោតទៅលើមេសិនខ្ញុំបដោតទៅលើជួយមេសិនខ្ញុំព្យាបាលមេឲ្យមានកម្លាំងហើយល្អប្រសើរវិញសិនហើយបើសិនជាកូនគាត់មានបុណ្យកុសលក៏យើងតាមតាណាហើយបើសិនជាគាត់អត់អាចមានបុណ្យកុសលបន្តទៅមួយទៀតក៏យើងទៅបងប្អូនយើងបន្តតាមដំណើរអញ្ចឹងបងប្អូនធ្វើម៉េចយើងអត់អាចជួយបានទាំងពីរបានទេបងប្អូនអញ្ចឹងយើងបដោតទៅលើមេសិនបងប្អូនអញ្ចឹងបើសិនជាមានការអាប់ដេតបន្ថែមទៀតខ្ញុំនឹងអាប់ដេតជូនបងប្អូនទៀតបងប្អូនអរគុណច្រើនជម្រាបលាបងប្អូន